ពេលដែលបងប្អូនកំពុងតែបេះហ៊ីកាអត់ទៅលេងប្រទេសថៃសួរតាមក្រៅពីវៀតណាមឡាវបងប្អូនអាចទៅលេងណាបានទៀតអានេះវីដេអូនេះគឺខ្ញុំទៅលេងប្រទេសហ្វីលីពីនហើយនៅក្នុងទីក្រុងម៉ានីឡាអញ្ចឹងបងប្អូនអាចទៅមើលបានហើយសម្រាប់បងប្អូនចង់ទៅលេងប្រទេសវៀតណាមប្រទេសឡាវដែលខ្លួនឯងកុំភ្លេចចូលទៅមើល Channel YouTube របស់ខ្ញុំមានផុសអស់ហើយរបៀបនៃការដើរលេងធ្វើមិនឲ្យការចំណាយនៅវាអស់តិចហើយមានសុវត្ថិភាពអំឡុងពេលដើរលេងអញ្ចឹងអានេះគឺជាវីដេអូដែលសកម្មភាពមួយថ្ងៃដែលខ្ញុំនៅក្នុងទីក្រុងម៉ានីឡាហើយប្រទេសហ្វីលីពីននេះក៏ជាប្រទេសទី6នៅក្នុងឆ្នាំទី5ដែលខ្ញុំបានដាក់កំណត់គោលដៅខ្លួនឯងថាមួយឆ្នាំខ្ញុំត្រូវដើរលេងមកប្រទេសអញ្ចឹងសម្រាប់បងប្អូនណាចង់រៀនដើរលេងតែខ្លួនឯងណាកុំភ្លេចចូលទៅមើលក្នុង Channel YouTube របស់ខ្ញុំមានអស់ឲ្យបងប្អូនប្រទេសដែលខ្ញុំធ្លាប់បានទៅមានថៃឡាវវៀតណាមជប៉ុនហើយអានេះគឺប្រទេសហ្វីលីពីនក៏ខ្ញុំមាន detail ដែររបៀបក្នុងការទិញសវត្ថអីចឹងណាចាំបងប្អូនអាចចូលទៅមើលបាននារីកំមុំធ្វើខ្លួនដើរលេងទីក្រុងម៉ានីឡាហើយនេះគេឈុតសទាំងពីរនាក់ពេលវេលាខ្ញុំទៅលេងហ្វីលីពីនហ្នឹងច្រើនថ្ងៃអញ្ចឹងទៅពាក្យច្រើនខ្ញុំអត់សូវដាក់ target ខ្លួនឯងតែត្រូវងើបម៉ោងនេះម៉ោងនោះអត់ទេអញ្ចឹងដើរលេងតាម go on the flow វាថាចង់ទៅណាយើងទៅអញ្ចឹងទៅចង់ងើបម៉ោងណាទៅម៉ោងហ្នឹងអញ្ចឹងតែដោយសារតែយើងមានពេលវេលាច្រើនក្នុងការដើរលេងអញ្ចឹងវីដេអូដែលខ្ញុំទៅលេងហ្វីលីពីនហ្នឹងវាចូល10ថ្ងៃដែលខ្ញុំទៅលេងហ្នឹងអញ្ចឹងបងប្អូនអាចទៅមើលបានតើទៅហ្វីលីពីនបងប្អូនគួរតែទៅលេងទីតាំងណាអីណាខ្ញុំក៏មាន detail នៅក្នុងហ្នឹងដែរអញ្ចឹងអាចចូលទៅមើលបានអញ្ចឹងហើយនេះគឺខ្ញុំមកទីក្រុងស្អីគេម៉ាលីឡាហើយមកនៅកន្លែងតំបន់ Intramuros របស់គេហ្នឹងនៅកណ្ដឹងដូចជាទីក្រុងជាងរបស់គេបងប្អូនហើយដូចប្រទេសនៅ Swiss នៅអីចឹងអូយស្អាតបងប្អូនអញ្ចឹងធៀមតកៅថតរូបក៏និយាយរំអត់ចេះខ្វះប្លង់ថតទេហើយត្រូវការទិញស្ពតចូលដែរអញ្ចឹងចង់មកលេងអីចឹងអាចមកលេងបាននៅទីក្រុងម៉ានីឡាហើយលើគេថាមកនៅទីក្រុងម៉ានីឡាអត់សុវត្ថិភាពប៉ុន្តែចំពោះខ្ញុំគិតថាអត់មានបញ្ហាទេខ្ញុំដើរលេងយប់ដើរលេងថ្ងៃកវោបស្ពាយអីសម្ភារៈកតាទូរស័ព្ទអីខ្ញុំលើកថតអីធម្មតាវាអត់មានបញ្ហាអីចោលណាអញ្ចឹងខ្ញុំមិនដឹងថាមានបងប្អូនយើងណាខ្លះដែលគាត់ធ្លាប់ទៅលេងហើយថាវាអត់សុវត្ថិភាពប៉ុន្តែចំពោះខ្ញុំនៅហ្វីលីពីនសុវត្ថិភាពទេសម្រាប់ពួកខ្ញុំហើយខ្ញុំស្រីដើរលេងតែពីរនាក់តែអត់មានបញ្ហាអីទេនៅហ្វីលីពីនជនជាតិគេគឺកាន់សាសនាគ្រិស្តអញ្ចឹងពីច្រើនសវពហិហើយពហិមួយគឺស្អាតដែរបងប្អូនហើយខ្ញុំឲ្យតែដើរអញ្ចឹងទៅឃើញគេថ្វាយអង្គមអញ្ចឹងខ្ញុំចូលទៅហើយដោយសារតែយើងសាសនាពុទ្ធមែនប៉ុន្តែយើងវាអត់ប្រកាន់ថាសាសនាណាអញ្ចឹងយើងចូលទៅណាក៏បានដែរយើងគ្រប់អីគឺគ្រាន់ថាយើងចូលទៅគ្រប់អីចឹងប៉ុន្តែយើងអត់មានផឹកទឹកសម្បត្តិផឹកទឹកអីចឹងណាហ្នឹងហើយចូលទៅមើលទៅធានាទលំបីនេះគេមិនអីចឹងណានៅហ្វីលីពីនពេលដែលយើងដើរអញ្ចឹងពាក្យច្រើនគេហៅយើងម៉ាដាម hello ម៉ាដាមអីចឹងទៅហើយគេ say hello គេ say happy new year អញ្ចឹងទៅអូយរស់រាយតែតិចបើជនជាតិហ្វីលីពីនដោយសារតែជនជាតិហ្វីលីពីនគាត់ចេះភាសាអង់គ្លេសសឹងតែគ្រប់គ្នាមកទាំងចាស់ទាំងក្មេងតូចធំប៉ុណ្ណេះគាត់ចេះដែរភាសាអង់គ្លេសអញ្ចឹងទៅការប្រស័យតាក់ទងនៅក្នុងប្រទេសហ្វីលីពីនគឺងាយស្រួលជាងប្រទេសឡាវប្រទេសវៀតណាមដែលខ្ញុំធ្លាប់បានទៅទៀតគឺងាយស្រួលក្នុងការទំនាក់ទំនង build connection ចឹងជាមួយនឹងអ្នកនៅហ្វីលីពីនគឺបានងាយស្រួលបំផុតហ្មងណាអញ្ចឹងសម្រាប់បងប្អូនណាដែលថាគាត់ចេះនិយាយថាបងប្អូនអង់គ្លេសអញ្ចឹងអាចទៅវឹកហាត់ភាសាអង់គ្លេសខ្លួនឯងឬក៏ដើរនិយាយតំណតំណងរៀនដើរតំណតំណងទៅលេងហ្វីលីពីនក៏អត់ខុសម្ដងហើយគួររស់រាយមែនតើអូខ្ញុំស្រឡាញ់ជនជាតិហ្វីលីពីនខ្លាំងណាស់និយាយរួមពួកគាត់ friendly ខ្លាំងមែនតើហើយមួយទៀតបងប្អូនបន្ទាប់ពីខ្ញុំផុសវីដេអូទៅលេងហ្វីលីពីនហើយមាននៅតែមានចំនួនទៀតថាទៅហ្វីលីពីនហ្នឹងធ្វើវីសាអត់អីអត់ខ្ញុំចង់ប្រាប់បងប្អូនថាចេះដោយសារតែហ្វីលីពីនជាប្រទេសតំបន់នៅក្នុងអាស៊ីអញ្ចឹងឲ្យតែប្រទេសនៅក្នុងតំបន់អាស៊ីយើងអត់ត្រូវការធ្វើវីសាឲ្យបងប្អូនទិញតែសវត្ថយន្តហោះជិះទៅបានអីចឹងណាគ្រាន់តែជាទូទៅឥឡូវហ្នឹងវាអត់ដូចមុនទេគ្រាន់តែបងប្អូនទិញតែសវត្ថហើយទៅគឺចប់ចឹងណាប៉ុន្តែឥឡូវអត់ទេយើងត្រូវបំពេញឯកសារ on arrival យើងបំពេញអីចឹងទៅគ្រប់ប្រទេសផ្សេងយើងរបៀបថាបើសិនជាយើងនិយាយងាយស្រួលស្ដាប់របៀបថាយើងប្រាប់គេថាយើងទៅលេងប្រទេសហ្នឹងអីចឹងណាមុនមួយថ្ងៃឬក៏2ថ្ងៃអីចឹងទៅឬក៏អាចយើងទៅដល់ធ្វើភ្លាមក៏បានដែរអាស្រ័យលើលក្ខខណ្ឌប្រទេសមួយអញ្ចឹងបងប្អូនអាចទៅលេងបាននៅក្នុងតំបន់អាស៊ីហើយដូចខ្ញុំបានលើកឡើងខាងដើមអញ្ចឹងថាយើងកំពុងតែពាក់ហ៊ីកាយើងអត់ទៅលេងប្រទេសថៃទេសួរតែយើងទៅលេងប្រទេសណាទៀតអញ្ចឹងអត់ខ្វះទេប្រទេសឡាវបងប្អូនទៅមើលនៅក្នុង channel របស់ខ្ញុំផុសវីដេអូទៅលេងឡាវឡើង5ថ្ងៃខ្ញុំចាយអត់តែ250ហើយបើទៅលេងវៀតណាមវិញទៅលេងដល់ដាឡាត់3ថ្ងៃអីហ្នឹងចាយអស់តែ120 150តែនិយាយរួមវាស្រួលក្នុងការដើរមែនតើប៉ុន្តែគ្រាន់តែមកហ្វីលីពីននេះខ្ញុំចាយរៀងច្រើនតិចដោយសារតែ costing ការចំណាយហូបចុកនៅក្នុងប្រទេសហ្វីលីពីនអស់ច្រើនហើយមួយទៀតខ្ញុំចាក់ទៅណាច្រើនថ្ងៃដែរដោយសារខ្ញុំទៅ10ថ្ងៃទៅខ្ញុំ trip អីខ្ញុំទៅច្រើនទៅត្រឹម5ថ្ងៃប៉ុន្តែមកហ្វីលីពីននេះខ្ញុំមកដល់10ថ្ងៃអញ្ចឹងទៅការចំណាយវាអស់ច្រើនតាមនឹងអញ្ចឹងណា
កុំច្រឡំថានៅប្រទេសអេស្ប៉ាញនៅហ្វីលីពីននេះស្អាតស្អាតកុំច្រឡំថានៅប្រទេសអេស្ប៉ាញឥឡូវនេះខ្ញុំកំពុងនៅប្រទេសហ្វីលីពីនហើយនៅយើងនៅក្នុងទីក្រុងម៉ានីឡាអញ្ចឹងសម្រាប់បងប្អូនណាដែលចង់បានដឹងថាពីរបៀបក្នុងការដើរលេងកាន់ទីក្រុងហ្វីលីពីនដោយខ្លួនឯងកុំភ្លេចតាមដានវីដេអូនេះហើយឥឡូវខ្ញុំកំពុងតែនៅអានេះយើងនៅណានៅ Intramuros យ៉ាអូស្អាតស្អាតមែនតើហ្មងសម្រាប់អ្នកចូលចិត្តថតរូបណាអូយមកអត់ខុសទេហើយកុំភ្លេចតាមដានវីដេអូរបស់ខ្ញុំនឹងធ្វើវីដេអូពីសកម្មភាពមួយថ្ងៃពេញរបស់ខ្ញុំនៅក្នុងទីក្រុងម៉ានីឡាអូយស្អាតមែនតើហ្មងណាអើយយារុំកន្លែងណាក៏ប្លង់ថតរូបដែរយារុំអ្នកចូលចិត្តថតរូបដឹងហើយឃើញគឺសុទ្ធតែកន្លែងថតរូបទាំងអស់យារុំអត់ខ្វះកន្លែងថតទេស្អាតមានអារម្មណ៍ប្លែកដល់ពេលមកឃើញប្លែកចឹងហើយនាំគ្នាចង់ដើរលេងប៉ាច់អឺរ៉ុបវិញហ្នឹងហើយកុំជឿគេថាអូយមកទីក្រុងនេះអីមើលទេកុំជឿទេជឿលើបេះដូងខ្លួនឯងបើខ្ញុំជឿលើបេះដូងខ្លួនឯងហ្នឹងហើយពួកឯងចំណងចំណូលចិត្តយើងខុសគ្នាអូយ៉ានៅណែមួយថ្ងៃគាត់ធុញទេនេះហើយថ្ងៃនេះអត់ទេកាសទៀតនេះទៀតដោយសារវាអាគារនេះចឹងណាដល់ពេលខ្ញុំវាទៅជិះដើរសាប់នេះមួយថ្ងៃនេះទីក្រុងអញ្ចឹងរបស់គេអូសិតទៅអញ្ចឹងអូសត្វឆ្មាទៅចូលក្រោមឡានមកញ៉ាំអូខេមកគាត់បាក់ដៃអីទៅសំខាន់កតាបច្រើនណាស់នេះដើរចេះអីមែនអត់លយនារីហៃសូហើយគេសួរថាមិនបាត់ដើរមកឆាត់ចាំព្រោះកតាបនឹងមកចំហៀងទៀតឥឡូវចាំមើល1 2 3តែក៏ប៉ុន្តែអ្នកដឹងមិនដឹងពេលយើងចូលចិត្តថតរូបវាមិនអាចថាកតាបមួយអីចឹងវាគ្រប់ពេលព្រួយក៏ប៉ុន្តែយកតែកតាបចេះមកបានតែយើងត្រូវមានគ្រឿង accessory ផ្សេង power bank យើងមានម៉ៃយើងមាន sun screen មានអីហ្នឹងទៀតអញ្ចឹងឲ្យតែពេលថតត្រូវតម្លាក់អានឹងចោលហើយតែគេថតនៅសល់តែកតាបខ្មិចហ្នឹងហើយជាមួយនឹងកាហ្វេអីចឹងតែគេថាតែនអីចឹងតែណា Oh my god នឹងអត់រាប់ថារដងមានបិជើងមកគូទៀតនៅក្នុងនឹងហងព្រោះជើងនឹងឲ្យថាដើរលេងនៅណាគឺថាឈឺកូនជើងរហូតត្រូវមានបិជើងសកួររហូតជីទូទៅរាល់ពេលដែលដើរលេងទាំងអស់ខ្ញុំកំណត់គោលដៅខ្លួនឯងថាមួយឆ្នាំខ្ញុំកំណត់គោលដៅថាត្រូវតែដើរលេងមកផ្ទៃហើយជីទូទៅបើបងប្អូនអ្នកតាមដានវីដេអូខ្ញុំច្បាស់ហ្មងដឹងហើយថាខ្ញុំតែងតែមានបងប្អូនទៅជាមួយក្រុម5នាក់4នាក់3នាក់អីតែងតែមានរហូតអញ្ចឹងសារនេះដោយសារតែបាក់ចិត្តដែលខ្ញុំមកហ្វីលីពីនហ្នឹងយើងមករៀងច្រើនអញ្ចឹងទៅក៏អត់មានបងប្អូនមកដែរមានតែមិត្តភ័ក្តិម្នាក់ដែលទៅជាមួយអញ្ចឹងណាហើយខ្ញុំក៏អត់ expect ថាថ្ងៃក្រោយនឹងមានមិត្តភ័ក្តិទៅជាមួយខ្ញុំដែរអញ្ចឹងអានេះជាបទពិសោធន៍ទី1ដែរដែលខ្ញុំត្រូវតែរៀនឯករាជ្យក្នុងការដើរម្នាក់ឯងតិចទៀតឥឡូវសូម្បីតែឆ្នាំហ្នឹងក៏ដោយខ្ញុំធានដើរទៅណាខ្ញុំធ្វើអីម្នាក់ឯងព្រោះថាមិនទៀងទេមិនស្រួលមិត្តភ័ក្តិយើងអាចមានគ្រួសារមានអីឬក៏ប្រទេសផ្សេងដែលគេចង់ដើរអញ្ចឹងទៅយើងចង់ទៅប្រទេសនេះមិត្តភ័ក្តិចង់ទៅប្រទេសនោះអញ្ចឹងវាជាឱកាសក្នុងការដែលយើងរៀនដើរខ្លួនឯងយើងទៅណាម្នាក់ឯងកុំឲ្យតែពឹងគេថាតើតែមានមិត្តភ័ក្តិទៅបើយើងអាចទៅបានអញ្ចឹងខ្ញុំក៏កំពុងតែ explore ខ្លួនឯងធ្វើជា solo traveler ដែរអញ្ចឹងរៀនដើរខ្លួនឯងអញ្ចឹងសម្រាប់បងប្អូនចង់រៀនតិចទៅមិនចាំថាបខំខ្លួនឯងថាអូត្រូវតែដាច់ខាតចង់សាក់លបងទៅវងហ្មងអីចឹងឯងអាចសាក់លបងនៅក្នុងស្រុកយើងនៅក្នុងអីសិតក៏បានដែរហើយចាំដើរលេងទៅក្រៅប្រទេសក្រៅអីចឹងណាប៉ុន្តែការដើរលេងក្រៅប្រទេសបងប្អូនធ្វើឲ្យយើងក្លាហានច្រើនជាងមុនធ្វើឲ្យយើងវៃឆ្លាតច្រើនជាងមុនធ្វើឲ្យយើងងាយស្រួលរបៀបថាយើងអាចដាប់ខ្លួននៅសម្របខ្លួនទៅនឹងបរិយាកាសថ្មីហើយរៀនសូត្របានថ្មីមែនតើនិយាយរួមខ្ញុំចូលចិត្តការផ្សងព្រេងដើរលេងនេះមែនតើវីដេអូប៉ុណ្ណេះអូខេហើយខ្ញុំមិនត្រូវការទេជិះម៉ូតូហើយថតអីគេឃើញយើងកាន់ទូរស័ព្ទចឹងគេថាយើងចូលចិត្តថតចូលចិត្តអីចឹងណាចូលអីចឹងទៅមួយយ៉ាងដែរតិច marketing គេនេះអ្នករលុយ
รอไปดาวเลยម្ដងនិយាយពីថាដើរលេងហត់មកជុំមើលងុំណាពេលយើងដើរលេងយើងដើរហត់យើងត្រូវថតគ្រប់កន្លែងបងប្អូនរបៀបថាមុនញ៉ាំត្រូវថតមុនធ្វើអីថតចឹងណាអាហ្នឹងបត់របៀបថាផលលំបាកនៃការអ្នកថតគឺអញ្ចឹងឯងគឺថតគ្រប់ពេលទាំងអស់ហ្មងប៉ុន្តែបើមិនថតមិនបានធ្វើមានអីឲ្យបងប្អូនមើលមិនដឹងថាអទេសភាពនៅក្រៅប្រទេសហ្នឹងមិនហើយការ explore ពេលយើងរៀនដើរហ្នឹងវាជួបឧបសគ្គអីគេខ្លះហើយត្រូវធ្វើបែបមិនអីបែបមិនចឹងណាក៏ប៉ុន្តែដើរលេងខ្ញុំពេលខ្លះខ្ញុំចង់បោះបង់ចោលម្ដងដែរតែរាល់ពេលដែលខ្ញុំថតខ្ញុំគិតថាអូយមិនបាច់ថតទៀតទេប៉ុន្តែវាមានអាកម្លាំងចិត្តមួយតែចេះអត់ទេបើខ្ញុំមិនថតទេចឹងគេមិនដឹងថាចង់មកដល់លេងប្រទេសហ្នឹងត្រូវធ្វើមិនអីមិនចឹងណាព្រោះថាពិបាករកព័ត៌មានមែនតើក្នុងការដែលយើងចង់ទៅលេងប្រទេសណាមួយយើងត្រូវទៅស្រាវជ្រាវដើររកមើលថាប្រទេសហ្នឹងទៅយើងគួរទៅណាត្រូវធ្វើមិនការចំណាយហូបចុកអស់ប៉ុន្មានចឹងប៉ុន្តែជាបទពិសោធន៍ខ្ញុំរាល់វីដេអូរបស់ខ្ញុំទាំងអស់ខ្ញុំតែងតែប្រហែលប្រាប់បងប្អូនទាំងអស់ពីរបៀបក្នុងការធ្វើដំណើរកន្លែងដូរលុយកន្លែងអីធ្វើយ៉ាងណាឲ្យយើងមានសុខភាពចំណេញហើយថវិកាក៏វាអស់តិចកុំអស់ច្រើនអីចឹងណាហើយចឹងព្យាយាមខ្លួនឯងឡើងហ្នឹងចឹងរាល់ពេលដែលហត់អស់កម្លាំងតែមានអាកំណត់ហ្នឹងមកលើកទឹកចិត្តយើងម្ដងទៀតបានធ្វើឲ្យខ្ញុំបាត់ហត់នៅទីក្រុងម៉ានីឡានេះឯងនិយាយរួមស្អាតដល់បងប្អូនអត់មានសម្រាមអីទេគឺថាស្អាតហ្មងទីក្រុងគេនេះហើយផ្សារទំនើបផ្សារអីគេហ្នឹងក៏ធំដែរហើយខ្ញុំដើរមកលេងសារមន្ទីរគេនេះប៉ុន្តែមនុស្សច្រើនពេកថ្ងៃខ្ញុំទៅហ្នឹងថ្ងៃចំថ្ងៃគេសម្រាប់ដូចជាមួយថ្ងៃសៅរ៍អាចថ្ងៃអាទិត្យមកទៅហ្នឹងថ្ងៃដល់ពេលចឹងទៅមនុស្សច្រើនអញ្ចឹងគាត់ណាដើរមកមើលដើរមកថតមើលអញ្ចឹងហើយក៏នាំគ្នាបោះទៅវិញទៅថាចាំថ្ងៃច័ន្ទស្អែកចាំមកលេងវិញអញ្ចឹងណាដោយសារតែថ្ងៃសម្រាប់ចឹងមនុស្សច្រើនអញ្ចឹងទៅយើងអត់ចង់ចំណាយពេលអញ្ចឹងនាំគ្នាទៅមើលតែប៉ុណ្ណឹងថតអីចឹងទៅក៏ដើរទៅមើលតាក់ស៊ីជិះទៅផ្សារទំនើបផ្សារអីវិញសត្វដើរ shopping សពអីចឹងណាគេមកឲ្យវាខាតពេលព្រោះថាបើយើងនៅឈរទៅតំងជួចាំដឹងកាលដល់ទេឆ្លងខ្នល់ដើរស្អីពីរនេះហើយប៉ុន្តែអត់អីទេសុខភាពនៅនេះក៏បារម្ភមកលេងបាននៅទីក្រុងម៉ានីឡាអានេះមកកន្លែងពីសៀមហាត់ទេតែដូចបងរីកអីខាងចឹងនៅតែគេដើរមកគូចឹងណានិយាយយើងមានមកគូដែរក៏ផលដែរណាក៏មិនដឹងច្រើនពេក1ម៉ោងកន្លះ2ម៉ោងមិនដឹងមិនអត់ច្រើនពេកខ្ញុំឃើញទៅដល់ដល់ទៅបានខំទីខាងមុខច្រើន
អស់ចិត្តទៅយរួមបិទប្រទេសជើងផងកូនជើងផងកែងក្រោយផងតែអញ្ចឹងទេគឺថាលាកហើមពេញហ្នឹងបើយើងត្រូវដើររហូតអញ្ចឹងឥឡូវនាំគ្នាបុកតាក់ស៊ីទៅលេងផ្សារទៅនៅផ្សារទៅនៅទីក្រុងម៉ាលីឡាគេហ្នឹងមិនថាម៉ាលីឡានៅហ្វីលីពីនគេហ្នឹងអា SM Mall គេហ្នឹងអូយផ្សារគេធំវិញយរួមដើរកន្លះថ្ងៃដើរមួយថ្ងៃតនសពផងផ្សារគេធំហើយដើមស្រួលវែងទៀតតែនេះយើងស្រួលដែរយើងជិះតាក់ស៊ីយើងអត់ត្រូវការចាំបាច់ថាយើងទុកឡាននៅកន្លែងណាយើងត្រូវមកហៅកន្លែងដើមវិញអត់ទេស្អីយើងជិះតាក់ស៊ីអញ្ចឹងពេលយើងចេញមកវិញឡើងតាក់ស៊ីវិញអីចឹងណាអញ្ចឹងវាស្រួលដែរយរួមផ្សារគេធំបងប្អូនអញ្ចឹងអ្នកចូលចិត្ត shopping ហ្នឹងមកហ្វីលីពីនត្រូវហើយយរួមផ្សារគេធំខ្លាំងមែនតើSM Mall គេហ្នឹងនៅម៉ាលីឡាហ្នឹងដើរមួយថ្ងៃទៅលេងក៏អត់អស់ដែរគឺធំខ្លាំងមែនតើហើយលោកđể thời ca ao tập viên lôi nó bền Sara bền đây là nó giờ đúng không tập viên lôi mờ hao nè sạch tật đông cho món nơi Philippines á cho nàoអ្នកគួរដឹងពីអត្រាប្រូប្រាក់នៅប្រទេសហ្វីលីពីនជាយោបល់របស់ខ្ញុំអ្នកទាំងគ្នាគួរតែដូរលុយតែបន្តិចបានហើយចាំមកដូរលុយនៅប្រទេសហ្វីលីពីនព្រោះថាដូរលុយនៅហ្វីលីពីនណាអ្នកគ្នាបានរេតខ្ពស់ជាងអញ្ចឹងចំណេញលុយជាងខ្ញុំដូរនៅស្រុកខ្មែរគឺខាតច្រើនអ្នកទាំងគ្នាអញ្ចឹងrecommend ឲ្យអ្នកទាំងគ្នាមកដូរនៅក្នុងប្រទេសហ្វីលីពីនដូរគេមាននៅតាមធនាគារមាននៅតាម mall តាមអីអញ្ចឹងរេតបានច្រើនអ្នកទាំងគ្នាôi mà đượcច្រើនខ្លាំងមែនតើហ្មងនៅខាងកន្លែងអង្គុយគេនេះពីនៅមកតលេđây cặpពេជ្រអីចឹង
អត់ផាត់ពេញពេញទេអានេះនៅមាត់សមុទ្រហើយគេអង្គុយលេងនៅសួនគេ Oh my god មនុស្សច្រើនខ្លាំងមែនតើសំខាន់គេកាន់សិតតែកាន់ដៃគ្នាដើរសម្មានគូ Oh my god មនុស្សច្រើនខ្លាំងមែនតើហ្មង ចាក់សាវគូស្នេហ៍នៅប្រទេសហ្វីលីពីនទីក្រុងម៉ានីឡាតែឆែកអស់ហើយល្មមមកដូរសាវចេញនេះដឹងណាគេនៅខ្លះណាគេបែកខ្លះណាគេអីខ្លះនេះអូយក៏សាវគេមកកណូអានោះដល់វាអាថ្មីគេនេះថ្មីគេទៅចាក់ថ្មីឈ្មោះពីណាគេខ្លះទេគូដើរផ្សារអស់កន្លងលើបានខុសមួយហើយអង្គុយមើលគូសិនតែច្រើនថាមិនដែរសំខាន់ផ្សេងផងថាគេកាន់ដៃគ្នាទាំងក្មេងទាំងចាស់គេថាកាន់ដៃគ្នាគូចឹងមកហើយមានច្រើនខ្លាំងមែនដែរអស់កន្លងពេលអង្គុយនៅនេះគេអុយតកូធ្វើមកយើងអត់មានគូគេចឹងហើយចឹងយើងដើរលេងពីអ្នកមិត្តភក្តិស្រីអីចឹងទៅហើយពេលគេដើរលេងទៅមើលគេអង្គុយតកូចឹងទៅធ្វើមកជីវិតវាប៉ុណ្ណឹងតែវាយ៉ាងទៅតែអ្នក single ហើយឡើយអង្គុយមើលថ្ងៃលិចនៅទីក្រុងម៉ានីឡាគេអត់មានបើអត់ពាក់មួកទេគេច្រឡំថាហ្វីលីពីនតែយើងពាក់មួកអីចឹងមកអត់សូវដូចម៉ែនេះមើលហ៊ានធ្វើជីវិតគូឲ្យដូចជនជាតិហ្វីលីពីនតិចមើលនិយាយថានៅនេះគឺគេដើរទាំងគូហ្មងអត់មានអ្នក single ទេឃើញកាន់ដៃគ្នាទាំងគូហ្មងអត់មានអ្នក single ទេហើយយើងចាំកាលនេះហើយកូនគេមានបើមិន3 4ឡើងទៅហ្មងអត់មាន2មានអីទេអញ្ចឹងហើយកុំនៅ single យូរពេកប្រទេសគេប្រជាជនគេច្រើនមែនតើគឺថាទាំងគូសាសងគេដើរកាន់ដៃគ្នាសាសងអីចឹងណាហ្នឹងហើយកុំមកមានអ្នក single ឃើញវីដេអូហ្នឹងហើយចាប់រកដៃគូភ្លាមដល់ពេលប្រហែលគេនៅចាប់រកដៃគូខ្លួនឯងតោះឃើញបានដែរ